បងប្អូនជួយ share វីដេអូនេះផងសូមបងប្អូនធ្វើការសង្កត់ចិត្តបន្តិចសម្រាប់ភាសាដែលយើងប្រើនៅលើ content យើងក៏ដោយនៅលើ comment ក៏ដោយដើម្បីជួយសម្រួលឲ្យ content creator និង content ដែលល្អៗផ្សព្វផ្សាយអំពីបញ្ហានៅក្នុងស្រុកបច្ចុប្បន្នកុំឲ្យមានគេ block កុំឲ្យ TikTok block កុំឲ្យគេ report ទៅវាជាប់ណាអញ្ចឹងយើងត្រូវការគ្នាយើងសង្កត់ចិត្តបន្តិចកុំប្រើភាសាអសុរោះកុំប្រើ AI យកមករូបថត AI វីដេអូ AI ឬមួយក៏ AI យកមកជួយ comment នៅក្នុងវីដេអូពីព្រោះម្សិលមិញខ្ញុំបានបង្ហោះវីដេអូមួយវីដេអូហ្នឹងត្រឹមតែ4ម៉ោងទេវាឡើងទៅដល់ជាង10,000 view គឺវាឡើងលឿនខ្លាំងមែនតើហើយអ្វីលើសពីហ្នឹងទៅទៀតគឺវាឡើងនៅក្នុងក្រិតមួយដែលមានបរទេសបានឃើញផងដែរអញ្ចឹងវីដេអូដែលនិយាយជាភាសាអង់គ្លេសនិយាយជាភាសាអីហ្នឹងគឺវាសំខាន់ណាស់ដើម្បីឲ្យបើសិនជាយើងផ្ទុះទៅវាបានតំណែងរបស់ក្នុងស្រុកយើងឬទៅដល់ស្រុកគេអញ្ចឹងបងប្អូនព្យាយាមជៀសវាងយក AI យកមក comment រូបថតដែលធ្វើពី AI ហើយនឹងវីដេអូធ្វើពី AI និងភាសាអសុរោះនៅក្នុង comment section ណានៅកន្លែង comment ណាបងប្អូនកុំដាក់អីពីព្រោះពេលដែលគេ report យើងគឺគេយកអស់នឹងឯងជាលេសដើម្បីទៅ report យើងហើយវាជាប់នៅក្នុង policy របស់ TikTok ណា TikTok មិនសមយប់មិញបាន block វីដេអូខ្ញុំនៅក្នុងម៉ោងដូចជាខ្ទង់ម៉ោង9ទៅជិត10ល្ងាចហ្នឹងណាគឺវា block រហូតមកដល់ឥឡូវហ្មងគឺអត់មានឲ្យឃើញអត់មានឲ្យ view អីហ្នឹងចេញទៅទៀតទេហើយទៅវាទៅតែប្រាប់ខ្ញុំមិញថាវីដេអូហ្នឹងត្រូវបានគេ report ហើយឥឡូវហ្នឹងវាបាន ban អញ្ចឹងខ្ញុំចាប់អារម្មណ៍ឃើញថាវីដេអូដែលអត់មានរូបថត AI វីដេអូ AI ឬមួយក៏ភាសាអសុរោះហ្នឹងគឺយើងមានឱកាសនៅក្នុងការផ្សព្វផ្សាយព័ត៌មានពីខាងយើងទៅនឹងបានលឿនហើយបានល្អហើយទៅពេលដែលគេ report វាអត់សូវមានបានជោគជ័យទេនៅពេលដែលវាអត់មានហេតុផលគ្រប់គ្រាន់ឥឡូវវីដេអូមួយហ្នឹងខ្ញុំអភិលហើយបងប្អូនក៏ប៉ុន្តែខ្ញុំចង់ឲ្យទាំងអស់គ្នាបានដឹងពីព័ត៌មានមួយហ្នឹងហើយសង្កត់ចិត្តដើម្បីឲ្យបងប្អូនយើងដែលផ្សព្វផ្សាយពីតំណែងមានសម្លេងគឺអាចធ្វើការងារបានហើយឲ្យនៅខាងក្រៅគេបានលឺពីព្រោះទេរឿងកំពុងតែកាត់ឡើងបច្ចុប្បន្នគឺក្តៅខ្លាំងមែនទែនហើយព័ត៌មានរបស់យើងខាងថៃគឺខំប្រឹងព្យាយាមបិទខ្លាំងមែនទែនហ្មងចាជួយ share ហ្នឹងទាំងអស់គ្នា